រឿងពុទ្ធិសែននាងកងរីដោយសភាពក្រីក្រក្នុងគ្រួសារឪពុកម្ដាយមិនអាចចិញ្ចឹមកូនទាំងអស់ក៏បានសម្រេចបោះបង់កូនស្រីទាំង12នាក់ចោលក្នុងព្រៃក្មេងស្រីទាំង12នាក់ត្រូវបានទុកចោលឲ្យនៅឯកាក្នុងព្រៃជ្រៅពួកគេបានរសាត់អណ្ដែតដោយការចិញ្ចឹមជីវិតដោយផ្លែឈើព្រៃមានតែនាងពៅទេដែលមានប្រាជ្ញាចេះចាប់ត្រីធ្វើជាអាហារបន្ទាប់មកពួកគេបានបន្តធ្វើដំណើរមកដល់នគររបស់យក្សសន្ធមារដោយមិនដឹងខ្លួនយក្សសន្ធមារបានក្លែងខ្លួនជាមនុស្សចិត្តល្អហើយទទួលពួកគេធ្វើជាកូនស្រីប៉ុន្តែនាងបានហាមឃាត់មិនឲ្យពួកគេទៅជិតឃ្លាំងទុកដាក់អាហារឡើយរឿងនេះធ្វើឲ្យនាងពៅឆ្ងល់ជាខ្លាំងក៏បានលួចចូលទៅមើលឃើញការពិតថាវាជាកន្លែងទុកឆ្អឹងមនុស្សដែលយក្សបានស៊ីដោយភ័យខ្លាចនាងពៅបានប្រាប់ពួកបងស្រីរបស់នាងទាំងអស់ឲ្យប្រញាប់រត់គេចខ្លួនចេញពីនគរយក្សចំណែកសន្ធមារខឹងយ៉ាងខ្លាំងពេលដឹងថាពួកគេរត់គេចខ្លួនចេញពីនគរហើយបានចេញតាមចាប់ពេលពួកនាងរត់ទៅដល់ក្នុងព្រៃត្រូវបានសត្វដំរីធំមួយក្បាលបានជួយលាក់ពួកគេឲ្យរួចផុតពីកម្ដាប់ដៃយក្សសន្ធមារបន្ទាប់មកពួកគេបានធ្វើដំណើរមកដល់នគរអនបបុរីហើយបានសម្រាកនៅមាត់ស្រះទឹកមួយដ៏ស្រស់ស្អាតអ្នកបម្រើក្នុងព្រះរាជវាំងបានប្រទះឃើញពួកគេហើយប្រញាប់ទៅទូលថ្វាយស្ដេចព្រះបាទរដ្ឋសិទ្ធិមានការពេញចិត្តនឹងនាងទាំង12ណាស់ក៏បានទទួលយកនាងទាំង12ធ្វើជាមហេសីចំណែកយក្សសន្ធមារដោយការគុំគួននឹងនាងទាំង12យក្សសន្ធមារបានក្រឡាខ្លួនជាស្រីស្អាតមកធ្វើជាមហេសីស្ដេចដើម្បីសងសឹកនាងទាំង12នាងបានប្រើល្បិចពង្វក់ស្ដេចឲ្យលង់ជឿសម្ដីរបស់ខ្លួនស្ដេចបានលង់ជឿសម្ដីរបស់យក្សសន្ធមារក៏បានដកតំណែងមហេសីចេញហើយបញ្ជាឲ្យសេនាចាប់នាងទាំង12យកទៅខ្វេះភ្នែកមានតែនាងពៅម្នាក់ទេដែលនៅសល់ភ្នែកម្ខាងពួកគេត្រូវបានបណ្ដេញឲ្យទៅរស់នៅក្នុងល្អាងភ្នំយ៉ាងលំបាកវេទនាទាំងមានផ្ទៃពោះដោយការស្រេកឃ្លានពួកគេបានសម្រេចចិត្តស៊ីកូនរបស់ខ្លួនឯងមានតែនាងពៅទេដែលបានលាក់កូនប្រុសរបស់ខ្លួនទុកឲ្យរួចផុតពីសេចក្តីស្លាប់ពេលពុទ្ធិសែនធំបន្តិចបានដឹងការពិតពុទ្ធិសែនមានចិត្តអាណិតមេត្តានិងមានកំហឹងយ៉ាងខ្លាំងទៅលើយក្សសន្ធមារពុទ្ធិសែនបានសុំមេត្តាចេញពីល្អាងភ្នំទៅស្វែងយល់ពីពិភពខាងក្រៅដោយពុទ្ធិសែនមានប្រាជ្ញានិងទេពកោសល្យពុទ្ធិសែនបានលេងល្បែងឈ្នះក្មេងៗក្នុងភូមិកុមារតូចពុទ្ធិសែនបាននាំយកអាហារទៅផ្គត់ផ្គង់មេត្តានិងព្រះមាតុច្ឆាជារៀងរាល់ថ្ងៃដោយមានការរាយការណ៍ពីសេនាអាមាត្យដំណឹងពីក្មេងប្រុសដ៏ឆ្លាតវៃបានលេចឮទៅដល់ស្ដេចព្រះបាទរដ្ឋសិទ្ធិបានដឹងច្បាស់ថាពុទ្ធិសែនគឺជាបុត្របង្កើតរបស់ព្រះអង្គនាងយក្សសន្ធមារដឹងរឿងនេះក៏បានប្រើល្បិចឲ្យពុទ្ធិសែនទៅយកថ្នាំនៅនគរខ្លួនដោយផ្ញើសារសម្ងាត់ក្នុងគោលបំណងឲ្យសម្លាប់ពុទ្ធិសែនចោលពុទ្ធិសែនបានជ្រើសរើសសេះបរមីកែវជាសេះស័ក្តិសិទ្ធិសម្រាប់ការធ្វើដំណើរពេលធ្វើដំណើរតាមផ្លូវពុទ្ធិសែនបានជួបនឹងតាអេសីហើយតាអេសីក៏បានជួយសង្គ្រោះពុទ្ធិសែនដោយលួចកែអត្តន័យសារនៅក្នុងសម្បត្តិនោះពីទៅដល់យប់សម្លាប់ទាំងយប់ទៅដល់ថ្ងៃសម្លាប់ទាំងថ្ងៃទៅជាទៅដល់យប់រៀបការទាំងយប់ទៅដល់ថ្ងៃរៀបការទាំងថ្ងៃនាងកងរីបានអានសម្បត្តិនេះហើយបានលងស្រឡាញ់ពុទ្ធិសែនភ្លាមបន្ទាប់មកក៏បានរៀបចំអភិសេកដ៏អធិកអធមរវាងពុទ្ធិសែននិងនាងកងរីនៅនគរយក្សដើម្បីជួយមេត្តាពុទ្ធិសែនបានលួចយកថ្នាំនិងកែវភ្នែករបស់មេត្តានិងព្រះមាតុច្ឆាត្រឡប់មកវិញនាងកងរីបានដឹងក៏រត់តាមប្តីហើយខំស្រែកហៅប្តីទាំងក្តីឈឺចាប់ដែលប្តីចាកចោល
នាងកងរីបានយំរហូតដល់ដាច់ខ្យល់ស្លាប់នៅទីនោះរហូតបានคล้ายជាភ្នំកងរីដល់សពថ្ងៃពុទ្ធិសែនបានយកក្របភ្នែកនិងថ្នាំស័ក្តិសិទ្ធិទៅព្យាបាលមាតាជាសះស្បើយហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្ត